ឯកឧត្តមបណ្ឌិតសោមពិសិដ្ឋរំពឹងផលិតផលត្រីខនិងទឹកត្រីរបស់ខេត្តកែបអាចជំនួសផលិតផលនាំចូលខណៈរោងចក្រសម្រាប់ការសាងសង់បានជាង 60% រាប់ជាគម្រោងវិនិយោគដំបូងមួយនៅកម្ពុជាដែលផ្ដោតលើការផលិតត្រីខកំប៉ុងនិងទឹកត្រីក្នុងទ្រង់ទ្រាយឧស្សាហកម្មខណៈរោងចក្ររបស់ក្រុមហ៊ុនកំពុងដំណើរការសាងសង់នៅលើទឹកដីខេត្តកែបនិងសម្រេចបានជាង 60% ហើយក្រោយដំណើរការរោងចក្រនេះនឹងមានតម្រូវការត្រីទឹកប្រៃនិងត្រីទឹកសាបរាប់តោនក្នុងមួយថ្ងៃដើម្បីផលិតត្រីខកំប៉ុងនិងទឹកត្រីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឯកឧត្តមបណ្ឌិតសោមពិសិដ្ឋអភិបាលខេត្តកែបបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងនិងលើកទឹកចិត្តឲ្យក្រុមហ៊ុនពន្លឿនការសាងសង់និងពង្រីកសមត្ថភាពផលិតដើម្បីជំរុញផលិតផលក្នុងស្រុកឲ្យកាន់តែមានសក្តានុពលប្រកួតប្រជែងលើទីផ្សារថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី140នៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំ2026នាព្រឹកថ្ងៃទី11ខែឧសភានេះឯកឧត្តមបណ្ឌិតអភិបាលខេត្តកែបមានប្រសាសន៍ថាស្របពេលកម្លាំងពហិការភ្លុតទឹកភ្លុតដីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសលែងប្រើប្រាស់ផលិតផលរបស់ថៃផលិតផលក្នុងស្រុកដែលផលិតផលដោយកូនខ្មែរប្រើវត្ថុធាតុដើមខ្មែរកំពុងជំនួសផលិតផលទាំងនោះជាមួយគ្នានេះដែរខេត្តកែបក៏នឹងមានម៉ាកយីហោត្រីខនិងទឹកត្រីដាក់លក់លើទីផ្សារឆាប់ៗខាងមុខនេះផងដែរខ្ញុំគ្រប់គ្រងបាទព្រោះគាត់ធ្វើនេះក៏ធ្វើនៅក្នុងឱកាសដែលយើងពង្រឹងខ្លួនឯងយល់ទេបងប្អូនពង្រឹងខ្លួនឯងពេលដែលយើងធ្វើពហិការទំនិញមកពីប្រទេសចៅសៀមយល់ទេបងប្អូនបាទយើងអីធ្វើមិនយើងមានផលិតផលដើមរបស់យើងតើយើងមានខ្សែចង្វាក់ផលិតកម្មរបស់យើងតើយើងមានខួរក្បាលឧទាហរណ៍1គីឡូដូចគ្នាតើយើងមានដៃ2ជើង2ម្រាម10ម្រាម10ដូចគ្នាតើយើងអីយើងធ្វើមិនខ្មែរយើងធ្លាប់សាងសង់អង្គរបាទធ្លាប់សាងសង់អង្គររាល់ថ្ងៃនេះរាប់ពាន់ឆ្នាំហើយធ្វើបានយើងមិននឹងធ្វើមិនចឹងទៅទីនេះខ្ញុំគាំទ្រឲ្យបងប្អូនជំហានទី1គឺត្រូវការកម្លាំងពលកម្មប្រហែល200នាក់បងប្អូនបាទហើយទិសដៅអនាគតទីនេះនឹងពង្រីកទៅដល់អាចទៅដល់500ទៅ600នាក់ហើយនឹងអាចមានទៅដល់ឥឡូវជំហានទី1គឺត្រីខនិងទឹកត្រីទី2អាចមានទឹកសុទ្ធអាចមានមីទី3ទី4អាចកន្លែងកែច្នៃគ្រឿងកំប៉ុងផ្លែឈើអីផ្សេងជាដើមអញ្ចឹងទិសដៅអនាគតកន្លែងនេះគឺជាកន្លែងសក្តានុពលសេដ្ឋកិច្ចផ្នែកកសិឧស្សាហកម្មលោកហឹមពិសិដ្ឋអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនបានឲ្យដឹងថានេះជាការសម្រេចចិត្តដោយមិនស្ទាក់ស្ទើររបស់លោកអគ្គនាយកក្រុមហ៊ុនក្នុងការបោះទុនវិនិយោគផលិតត្រីខនិងទឹកត្រីនេះឡើងក្នុងន័យខ្មែរផលិតដើម្បីខ្មែរនិងដើម្បីជីវភាពប្រជាពលរដ្ឋលោកថាស្របពេលប្រជាពលរដ្ឋយើងពហិការមិនប្រើផលិតផលប្រទេសថៃតើយើងមានអ្វីសម្រាប់ជំនួសនេះជាហេតុផលដែលក្រុមហ៊ុនសម្រេចបង្កើតរោងចក្រផលិតត្រីខនិងទឹកត្រីនេះឡើងមែនតើក្រុមហ៊ុនចាប់ដើមធ្វើសាងសង់រោងចក្រត្រីខរោងចក្រទឹកត្រីនេះឡើងគឺជាការសម្រេចចិត្តដោយគ្មានស្ទាក់ស្ទើរជាទីបំផុតណាដោយលោកអគ្គនាយកក្នុងការសាងសង់រោងចក្រផលិតត្រីខកំប៉ុងនិងទឹកត្រីព្រោះអីថាវាគឺដើម្បីខ្មែរជួយខ្មែរជួយរកការងារធ្វើឲ្យខ្មែរជួយលើកកម្ពស់ផលិតផលខ្មែរយើងឃើញថាមករយៈចុងក្រោយនេះគឺយើងទាំងអស់គ្នាធ្វើពាក្យឯកាក្នុងការមិនប្រើផលិតផលប្រទេសថៃអញ្ចឹងហើយក៏យើងធ្វើពាក្យឯកាប៉ុន្តែស្ទើរតែយើងមានអីសម្រាប់ជំនួសផលិតផលដែលមិនប្រើឲ្យនៅអញ្ចឹងហើយបានជាលោកអគ្គនាយកសម្រេចចិត្តក្នុងការបង្កើតរោងចក្រនេះឡើងហើយបង្កើតរោងចក្រត្រីខនេះឡើងហើយនេះគឺជារោងចក្រត្រីខធំជាងគេបំផុតនៅក្នុងស្រុកខ្មែរខ្ញុំអាចនិយាយថាជារោងចក្រដែលបានរចនាឡើងក្នុងការផលិតចេញជាផលិតផលស្របតាមស្តង់ដារគុណភាពសុវត្ថិភាពចំណីអាហារក៏ដូចជាស្តង់ដារបរិស្ថានក៏ដូចជាស្តង់ដាររោងចក្រឧស្សាហកម្មខ្នាតធំហើយការដែលបង្កើតបានទៅជារោងចក្រនេះឡើងគឺយើងបានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋជាពិសេសនៅក្នុងខេត្តកែបតែម្ដងណា
គូបញ្ជាក់ថាក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC កាលពីខែមករាឆ្នាំ2026កន្លងទៅនេះបានអនុម័តគម្រោងបង្កើតរោងចក្រត្រីខកំប៉ុងនិងទឹកត្រីក្រោមទំហំទុនវិនិយោគ$7 លានស្ថិតនៅស្រុកដំណាក់ចង្អើរខេត្តកែបតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅក្រៅតែពីផ្ដល់ឱកាសការងារជាង200កន្លែងដល់ពលរដ្ឋក្រុមហ៊ុនក៏មានតម្រូវការខ្ពស់ក្នុងការប្រមូលទិញត្រីពីប្រជានេសាទទាំងត្រីទឹកសាបនិងត្រីទឹកប្រៃដូចជាត្រីកាមុងត្រីគួនត្រីកាកើមជាដើម